meme coin ខ្ញុំសូមបញ្ជាក់ផងដែរថាវីដេអូឬក៏ការ live stream នេះគ្រាន់តែជាចំណេះដឹងចែកម្លែកចំណេះដឹងតែប៉ុណ្ណោះមិនមែនជាការជំរុញឲ្យអ្នកនរគ្នាទៅវិនិយោគទៅលើ meme coin ឬក៏ទៅវិនិយោគទៅលើ cryptocurrency ណាមួយទេមុននឹងអ្នកនរគ្នាទៅធ្វើការវិនិយោគឬក៏ទិញនៅអ្វីទាំងអស់ហ្នឹងអ្នកនរគ្នាត្រូវធ្វើការ research ឲ្យបានច្បាស់លាស់ហើយត្រូវប្រកាសថាលុយដែលយកទៅទិញគឺជាលុយដែលអាចបាត់បង់បានមិនមែនជាលុយដែលត្រូវបង់ធនាគារហើយយកទៅវិនិយោគនោះទេអញ្ចឹងណាអូខេអញ្ចឹងតើតើជាមួយនឹងថាតើអ្វីទៅជា meme coin នៅក្នុង meme coin ភាគច្រើនគឺឥឡូវយើងនិយាយពីយមន័យវាតែម្ដងអញ្ចឹងមុននឹងយើងនិយាយថាតើអ្វីជា meme coin យើងត្រូវស្គាល់ពីយមន័យរបស់វាសិនអញ្ចឹងយមន័យរបស់វាគឺគេហៅថាបាទគឺជាប្រភេទរូបិយប័ណ្ណ crypto ដែលបង្កើតឡើងដោយសារតែភាពល្បីល្បាញអ្វីមួយនៅលើបណ្ដាញសង្គមផ្សេងៗឬក៏ជាលក្ខណៈកំ pl ែងហើយវាត្រូវបានគេនាំគ្នាទិញទុកដើម្បីចំណេញក្នុងរយៈពេលខ្លីអញ្ចឹងនេះគឺជានិយមន័យរបស់ meme coin បាទជានិយមន័យមួយដែលក្តោបនៃ meme coin ហ្នឹងឯងអញ្ចឹងបានន័យថា meme coin វាអត់មាន road map ច្បាស់លាស់ទេវាអត់មានដែលបង្ហាញអំពីតសញ្ញាណច្បាស់លាស់ទេវាអត់មានគេហៅថាប្រព័ន្ធអេកូសេដ្ឋកិច្ចពីខាងក្រោយខ្នងច្បាស់លាស់ទេពីព្រោះដោយសារតែវាជា meme coin វាជាប្រភេទកាក់ដែលលេងសើចបាទតែគ្រាន់តែបង្កើតឡើងនៅក្នុងឬក៏ដោយសារតែភាពល្បីល្បាញនៃប្រធានបទអីមួយអញ្ចឹងទៅឧទាហរណ៍ដូចត្រាំឡើងធ្វើប្រធានាធិបតីអញ្ចឹងទៅក៏មានគេយកឈ្មោះគាត់ទៅបង្កើតកាក់ត្រាំបាទនៅពេលដែលមានអីថ្មីដូចជា AI DeepSeek ចេញមកអញ្ចឹងទៅក៏គេយក DeepSeek យកទៅធ្វើជាប្រធានបទនៅក្នុងការបង្កើត meme coin អញ្ចឹងទៅអាហ្នឹងគេហៅថាតាក់ទងជាមួយនឹង meme coin ហ្នឹងឯងហើយវាអត់មានប្រព័ន្ធសេដ្ឋកិច្ចឆ្អឹងខ្នងទេបានន័យថាវាឡើងក៏លឿនចុះក៏លឿនបាទវាឡើងក៏លឿនចុះក៏លឿនហើយវាអត់យូរអង្វែងទេអញ្ចឹងអ្នកដែលគេវិនិយោគភាគច្រើនគឺគេទិញទុកក្នុងរយៈពេលខ្លីឯងឧទាហរណ៍ថាគេទិញ1ម៉ោង2ម៉ោងពេលដែលគេឧទាហរណ៍ថាដើមទុនគេ$100គេចំណេញបាន$300 $400 $500គេលក់ចេញវិញឬអ្នកខ្លះទៀតគាត់បានស្គាល់បានយល់ឬក៏ដឹងអំពីបច្ចេកហើយគាត់ក៏អាចរក្សាទុកបានដល់មួយថ្ងៃអីចឹងទៅអញ្ចឹងនៅពេលដែលវាឡើងខ្ពស់ទៅគាត់ក៏ចំណេញយើងអាសាឮសូព័ត៌មានដោយកាលពេcoinអីចឹងទៅពេ meme coin ណាអ្នកនោះម្នាក់នោះវិនិយោគ250បាន1លាន20ម៉ឺនក្នុងរយៈពេលត្រឹមតែ5ថ្ងៃអីចឹងទៅហើយដូចជាអង្កាលត្រាំអញ្ចឹងទៅជាកាលត្រាំអញ្ចឹងយើងមើលឃើញកាលត្រាំគាត់ launching បច្ចេករបស់គាត់ post នៅក្នុង Twitter របស់គាត់ដែរហើយយើងមើលឃើញថារយៈពេលត្រឹមតែមួយយប់គាត់អាចបង្កើតសទ្ធិបានជាង500នាក់អញ្ចឹងអាហ្នឹងជារឿងមួយដែលនឹកស្មានមកដល់ដែរហើយក្នុងឆ្នាំ2025នេះទៀតសោតគឺពិភពលោកគឺកំពុងតែផុសផុលកំពុងតែបាទជ្រួលជ្រើមើល meme coin នឹងខ្លាំងមែនទែនអញ្ចឹងបាទខ្ញុំយកប្រធានបទហ្នឹងជារឿងមួយដើម្បីយកមកចែកម្លែកគ្នាយើងហើយខ្ញុំចង់បង្កើត community មួយដែលមានភាពច្បាស់លាស់នៅលើការដែលយើងរួមគ្នាសិក្សាស្វែងយល់ឬទាំងអស់ហ្នឹងហើយអាចនិយាយបានថាក្នុងគោលបំណងចង់បង្កើតសហគមន៍បាទ meme coin ដើម្បីឲ្យអ្នកនរគ្នាចូលរួមហើយយើងមើលឃើញថា project ណាល្អយើងអាច recommend ឲ្យគ្នាដើម្បីទទួលបានផលចំណេញអញ្ចឹងទៅបាទអញ្ចឹងនេះគឺជាគោលបំណងអញ្ចឹងតកតងជាមួយនឹង meme coin វាមានអីគេខ្លះនៅក្នុងហ្នឹងយើងមើលឃើញថាតកតងជាមួយនឹង meme coin វាមានដូចជាច្រើន project មែនតើប៉ុន្តែខ្ញុំលើក top meme coin យកមកនិយាយហើយ top ហ្នឹងវាមិនមែនមានតែ4ហ្នឹងទេវាមានច្រើនអញ្ចឹងយើងមើលឃើញដូចជា Dogecoin យើងដូចជា Shiba Inu ដូចជា Pepe Wave Hat អីហ្នឹងគឺវាជាប្រភេទ meme coin ហ្នឹងឯងបាទដំបូងគេបង្កើតឡើងនៅក្នុងតែគោលបំណងលេងសើចទេតាម trend ទេតែដល់ពេលវាឡើងទៅខ្ពស់ទៅក៏តែពួក exchange ធំហ្នឹងយកទៅដាក់នៅក្នុង exchange របស់គេអញ្ចឹងទៅហ្នឹងហើយអញ្ចឹងដូច Dogecoin អីវាបាទ market cap របស់វា 21.20 Shiba Inu អីគឺ 13B ជាង Pepe 5B អីហ្នឹងបាទដូច Wave Hat ហ្នឹងវា 2.73B អញ្ចឹងទៅអញ្ចឹង market cap របស់វាគឺទំហំរបស់វាគឺធំដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងមើលឃើញចំណុចទាំងអស់ហ្នឹងជាបាទ meme coin អញ្ចឹង meme coin ខ្លះក៏វាមានសក្តានុពល meme coin ខ្លះក៏វា effect ខ្លាំងវាមានអាហារថាធ្វើឲ្យ
អ្នកដែលចូលទិញអ្នកចូលវិនិយោគទទួលបានផលចំណេញខ្លាំងអីចឹងទៅបាទជាក់ស្ដែងដូចខ្ញុំលើកឡើងមុនហ្នឹងអញ្ចឹងថា Pepe ឬក៏ Shiba Inu អីអ្នកខ្លះអ្នកដែលគាត់ទិញ Shiba Inu កាលពីទៅ launching ដូចជា2011 17អីទិញទៅដល់រៀលហើយបានទៅរាប់លានដុល្លារមិនមែនរាប់លានខ្វាញ់ណាហ្នឹងហើយអញ្ចឹងអាហ្នឹងគឺឃើញថាវាអែមមួយយ៉ាងដែរបាទអញ្ចឹងដើម្បីឲ្យ meme coin មួយទទួលបានជោគជ័យតើគេត្រូវធ្វើអីខ្លះឬក៏ត្រូវមានលក្ខខណ្ឌអីខ្លះដើម្បីឲ្យប្រភេទ meme coin ទាំងអស់ហ្នឹងបាទអាចជោគជ័យបានដោយប្រភេទ top meme coin ដែលខ្ញុំបានលើកឡើងមិញហ្នឹងអញ្ចឹងកត្តាដែលនាំឲ្យការបង្កើត meme coin មួយដោយជោគជ័យវាមានច្រើនរបៀបថ្ងៃនេះខ្ញុំលើកឡើងយកត្រឹមតែ9ចំណុចសំខាន់ដែលនាំឲ្យការបង្កើតរបស់វានឹងទទួលបានភាពជោគជ័យអញ្ចឹងតកតងជាមួយនឹង9ចំណុចសំខាន់នោះមានដូចជាទី1គោលគំនិតនៃការបង្កើតឬក៏យើងនិយាយសាមញ្ញថា concept ហ្នឹងឯងយើងតែនិយាយថា concept ហ្នឹងទី2គឺចំណុចនៃការបង្កើត token ឬក៏គេហៅថា token creation អញ្ចឹងការធម្មតាយើងមានគំនិតហើយយើងត្រូវតែចេះបង្កើតវាបាទទី3គឺសហគមន៍ community ទី4គឺការគ្រប់គ្រងសហគមន៍ទី5ការធ្វើទីផ្សារទី6ការបង្កើត market ID ទី7ការបង្កក pool ឬក៏ liquidity pool ហ្នឹងឯងទី8ការបាទដាក់ liquidity pool ឬក៏ការថ្លឹងតម្លៃហ្នឹងឯងនិងចំណុចចុងក្រោយទី9ហ្នឹងគឺការ update ព័ត៌មាននៅក្នុង DEX Skinner ឬក៏ DeFi ហ្នឹងមកពីពាក្យពេញថា decentralized financial ហ្នឹងមានដូចជាបាទ Radium មានដូចជាអីចឹងទៅហ្នឹងហើយ Pancake Swap អីចឹងទៅអាហ្នឹងគេហៅថាបាទ DeFi មកពីពាក្យពេញថា decentralized financial បាទអញ្ចឹងខ្ញុំរៀបរាប់តាក់ទងជាមួយចំណុចទាំង9ហ្នឹងមួយលម្អិតជូនឲ្យអ្នកនរគ្នាបានស្ដាប់បាទអញ្ចឹងតាក់ទងជាមួយនឹងការបង្កើត meme coin មួយបាទដើម្បីបង្កើត meme coin មួយបានយើងត្រូវតែមានគោលគំនិតនៃការបង្កើតជាមុនសិនគោលគំនិតនៅក្នុងការបង្កើតទីនេះចង់សំដៅទៅលើការស្វែងរកនៅវិធានបទណាមួយដែលកំពុងល្បីនិងមានគេចាប់អារម្មណ៍ច្រើនជាពិសេសនៅក្នុងពិភព crypto អញ្ចឹងអ្នកដែលគាត់ចូលចិត្តតាមដាន X ទៅតាមដាននៅក្នុង TikTok តាមដាននៅក្នុង YouTube អីអញ្ចឹងនៅពេលដែលបើសិនជាគាត់ដែលជា dev នៅក្នុងការដែលអ្នកចង់បានន័យថាជាអ្នកដែលចង់បង្កើតនៅ meme coin ហ្នឹងគឺគេត្រូវតែស្វែងរកគំនិតតាមរយៈ social media ទាំងអស់ហ្នឹងអញ្ចឹងនៅពេលដែលគេទទួលបាននៅភាពល្បីល្បាញណាមួយគេនឹងឃើញគេនឹងយកវិធានបទនោះមកធ្វើជាបាទគោលគំនិតនៅក្នុងការបង្កើត meme coin ហ្នឹងឯងទី2ការបង្កើត token ឬក៏ token creation ហ្នឹងការបង្កើតនៅ crypto មួយឡើងបានន័យថាការបង្កើតនៅ crypto ឡើងគឺជាចំណុចសំខាន់ទី2ដែលយើងមិនអាចខ្វះបានដូច្នេះយើងគួរតែជ្រើសរើសការបង្កើតមួយដែលមានភាពរហ័សនិងសុវត្ថិភាពដើម្បីបង្កើត meme coin បានមាន blockchain ជាច្រើនដែលអាចបង្កើតបានតែនៅក្នុងទីនេះយើងជ្រើសរើសយកនៅ blockchain មួយដែលកំពុងតែមានការពេញនិយមជាខ្លាំងនៅក្នុងពិភព meme coin គឺ blockchain Solana ឬក៏ Sol Chain អញ្ចឹងទៅអញ្ចឹង Solana ហ្នឹងគឺជាប្រភេទបាទ blockchain មួយបែបដែលវាមានភាពលឿនរហ័សអញ្ចឹងទៅបាទក្នុងមួយការ transfer របស់វាគឺលឿនមែនតើហើយវាស៊ី fee ទាបអញ្ចឹងនេះគឺជាចំណុចទី2ចំណុចទី3គឺ community សហគមន៍បាទមុននឹងឈានដល់ការជួញដូរ crypto គេតែងតែសម្លឹងមើលទៅលើសហគមន៍នៃគម្រោងនោះជាមុនសិនប្រសិនបើមានទំហំធំគេមានទំនុកចិត្តនៅក្នុងការវិនិយោគខ្ពស់បាទអញ្ចឹងអ្នកដែលគេធ្វើ meme coin ត្រូវយល់អំពីការបង្កើតសហគមន៍បើសិនជាអត់មានសហគមន៍ទោះបីជាយើងបង្កើត meme coin បានគ្រប់គ្រឿងក៏ដោយខ្វះអានឹងមួយគឺទៅអត់រួចទេពីព្រោះវាហាក់បីដូចជាយើងមានផលិតផលល្អហើយតែយើងវាមិនអាចឬក៏គ្មានអ្នកណាមកមើលផលិតផលហ្នឹងក៏វាស្មើ0ដែរវាអត់មានអីបានប្រយោជន៍អីទេអញ្ចឹងណាអញ្ចឹង community ឬក៏សហគមន៍នេះគឺជារឿងសំខាន់អញ្ចឹងអ្នកវិនិយោគ crypto អ្នកវិនិយោគទៅលើ meme coin គេតែងតែសម្លឹងទៅមើលទៅលើសហគមន៍ជានិច្ចមុននឹងពេលដែលគេចាប់ផ្ដើមវិនិយោគមិនមែនសុកឃើញកាក់ហ្នឹងរត់ឡើងត្រុយនៅគ្នាទៅទិញទេអានោះគឺចូលកន្លងរបស់ពួក scam ហើយបានន័យថាអ្នកខ្លះគាត់ទៅ beginner ថ្មីថ្មោងហើយគាត់ឃើញគាត់ចូលទៅ DEX Skinner ឬក៏ចូលទៅក្នុង DEX Tool ឬក៏ចូលទៅក្នុងអីផ្សេងអញ្ចឹងទៅហើយគាត់ក៏ឃើញមាន
កាក់មួយកំពុងតែរត់ស្ទុយឡើងលើគាត់ចូលទៅទិញដែរបាទគាត់ចូលទៅទិញដែរហើយដល់ពេលវាគាត់ទិញបានប្រហែលជា5ទៅ10នាទីគេ remove ភូខ្វោកបាទបាត់លុយអស់លីងអញ្ចឹងណាហ្នឹងគឺសំខាន់យើងត្រូវយល់ជាចំណុចសំខាន់ដែរនេះជាមូលដ្ឋានសម្រាប់បងប្អូនយើងមុននឹងយើង